បន្ត lesson មួយទៀតចឹងយើងបានសិក្សាហើយទាក់ទងជាមួយនឹងarray search ចឹងណាអូខេចឹងនេះខ្ញុំសរសេរច្រឡំឥឡូវយើងដល់ array sort ម្ដងយើងមិនមែន array search ទេព្រោះ array search យើងបានសិក្សាពីវគ្គមុនហើយ array sort អូខេចឹងដើម្បីអាចធ្វើការ sort array បានតើយើងគួរតែធ្វើម៉េចយ៉ាព្រោះយើងដឹងថា array search វាគឺប្រមូលមិនតិចអាស្រុកស្មាយសោះឥឡូវអញ្ចឹងមក cat value យើងមកសិក្សា array sort របស់គ្នាបងឡើយ complete header file របស់យើងខ្ញុំសុំសួរគ្រូមាន context មើលស្រួលមើល include yeah iostream using and std អូខេអញ្ចឹងទីចុងក្រោយគឺមាន main function របស់យើងដែលវាដើរហ្នឹងហើយយើង return 0មានន័យជាចំណុចបញ្ចប់នៃកម្មវិធីចឹងថ្ងៃហ្នឹងយើងមករៀនតាក់ទងជាមួយនឹងarray sort array sort ចឹងដើម្បីអាច sort បានយើងទីខ្ញុំចូលតារាង Excel ឲ្យមើលមួយចុះដើម្បីងាយស្រួលការបញ្យល់ចឹងចូលប៉ាចេញអូខេឥឡូវយើងមើលចេះទៅខ្ញុំសុំបង្កើតតារាង Excel មួយនេះមិនចេះតែឥឡូវយើងកុំបើកវាធំពេកចឹងគេប៉ុណ្ណេះចុះហើយយើងប្រួមមើលនេះអញ្ចឹងដើម្បីអាចធ្វើការ sort បានឥឡូវទាល់ថាខ្ញុំមានលេខចំនួនប៉ុណ្នេះតែខ្ញុំដាក់កំពុងប្រអប់ទី1មកអូខេចឹងនេះខ្ញុំមានលេខ1លេខ2លេខ3លេខ4លេខ5ណាឥឡូវខ្ញុំមានចំនួន5លេខដាក់វាមកកណ្ដាលមកណានេះចឹងឥឡូវនេះខ្ញុំ merge វាដាក់ថា array sort ចឹងsort មានន័យថាជាការតម្រៀបនៃ array មួយហ្នឹងយ៉ាតម្រៀបពីធ្វើម៉េចឲ្យវាមានលក្ខណៈ cool អីចឹងទៅមានន័យអញ្ចឹងគេដាក់ពណ៌នេះចុះចានេះ array sort អញ្ចឹងដើម្បីអាច sort បានយើងត្រូវមានរបស់មួយដើម្បីអាចស្ដារវាបានព្រោះយើងឃើញថាដើម្បី sort យើងអាចចាត់ទាញលេខពី2នេះមកដាក់ A ឬមកដាក់1គឺពី1បោះ2 2ទៅ3អញ្ចឹងបានទេឧទាហរណ៍អានេះលេខវាតាមលំដាប់ចុះបើខ្ញុំដាក់ឡើងលេខ2លេខ1លេខ4លេខ5ហើយនឹងលេខ3យើងចង់ sort វាឲ្យទៅជា1 2 3 4 5វិញតើគោលធ្វើម៉េចចឹងហើយយើងត្រូវ store វាទុកក្នុង variable មួយឈ្មោះថា temp ហ្នឹងមានន័យថា temporary store វាបន្តអាសន្នអូខេអញ្ចឹងដាក់វាក្នុងប្រអប់ចេញមកដែលសអីចឹងមកអូខេបែបនេះអញ្ចឹងអានេះឧទាហរណ៍ថាខ្ញុំឲ្យវា loop render វាទៅយើងវានឹងធ្វើការ check លក្ខខណ្ឌលេខ1ណាទូជាងគេលេខ1អញ្ចឹងវានឹងយកលេខ1វាយកលេខ1នេះវាយកមកធ្វើការប្រៀបធៀបជាមួយនឹងលេខ4លេខ1នេះលេខ1នេះឥឡូវយើងបាត់លេខ1នេះយើងមក store លេខ1នៅនេះវិញលេខ1ហ្នឹងមកនេះហើយយកលេខ1ទៅមួយលេខ4នោះថាលេខ1ធំជាងលេខ4អត់វាអាចធំទេអញ្ចឹងវាបោះលេខ4មកមុខបោះលេខ4មកមុខហើយលេខ1មកនេះវិញវាបោះលេខ1នេះចូលមកប្រអប់នេះវិញអញ្ចឹងបែរអស់អញ្ចឹងវាសិក្សាបន្តទៀត1 1 5អញ្ចឹង1ត្រូវបោះចូលមកនេះវិញហើយ5បោះចូលមកនេះซึ่งលុបលេខ5ដាក់លេខ1នេះវិញវានឹងសិក្សាបន្តទៀតរហូតដល់1លេខ3អញ្ចឹងគេធ្វើពី1 3យើងបោះ1មកនេះវិញមកហើយលេខ3បោះចូលក្នុងប្រអប់នេះអូខេហើយលេខ1បោះចូលក្នុងប្រអប់នេះវិញបន្តមកទៀតវានឹងធ្វើការសិក្សាជាមួយនឹង1ជាមួយ2នេះម្ដងអាលេខចុងនេះថា1វាទូចជាង2អីអត់ទេវាទូចនៅតែទូចជាង2ទៀត6នៅទូចជាង2វាដាក់លេខ1នៅនេះវិញហើយបោះលេខ2មកនេះមកអូខេបោះលេខ2មកនេះមកគេsẽ về đànលេខ1នេះវិញនេះគឺការ
អញ្ចឹងវាសិក្សាតគ្នារហូតវាសិក្សាថា1វាទូជាង4 1វាទូជាង5មក 5 Yeah ទូជាង5ត្រឹមត្រូវដដែលយើងដាក់លេខ4ដាក់នេះមកនឹកលេខអូខេទូលេខ5ដាក់នេះមកដាក់លេខ4ដាក់នេះវិញហើយលេខ4ដាក់នេះចឹងនិយាយវិញថាអឺនេះ4នេះវាធំជាង3នេះធំជាងទៅដាក់លេខ4ដល់កន្លែងនេះលេខ3ដល់កន្លែងនេះចឹងចឹងលេខ5នេះដូចគ្នាសិក្សាលេខ5ដាក់មកកន្លែងនេះមកហើយលេខ3ដាក់ដល់កន្លែងនេះលេខ5មកកន្លែងនេះវិញវាសិក្សាតគ្នាអញ្ចឹងណា5នេះធំជាង4អត់5ធំជាង4អញ្ចឹង5ធំជាង4ទៀតវានឹងដល់លេខ5នៅចុងគេហើយវាបោះលេខគេមកនេះវិញយ៉ាអញ្ចឹងវារាប់មើលទៅតាមលំដាប់ប៉ុណ្ណេះ1 3 2 4 5អញ្ចឹងវាសិក្សាលេខ3ទៀតយ៉ា3ធំជាង2អត់បាទ3វានៅធំជាង2អញ្ចឹងយើងស្គាល់លេខ3នៅកន្លែងនេះមកហើយដាក់លេខ2នៅនេះអញ្ចឹងវាសល់លេខ3ចុងក្រោយបោះលេខ3ចូលប្រអប់មកនេះចំអូខេលេខរបស់យើងវាត្រូវបានសល់ទី1 2 3 4 5តាមជួរលំដាប់របស់វាហើយចេះត្រឹមត្រូវមិញលេខហ្នឹងលេខអត់តាមលំដាប់ទេឥឡូវលេខតាមលំដាប់អញ្ចឹងដើម្បីអាចធ្វើអញ្ចឹងបានយើងចូលក្នុងកូដរបស់យើងវិញមកអញ្ចឹងយើងត្រូវមាន array 1វា array 1ដែលទៀត array ហ្នឹងវាមាន2 8 5 4ហើយចុងក្រោយ1អញ្ចឹងទៅយ៉ាឧទាហរណ៍យើងមានចំនួន5ទៀតនៅតែយើងបានសរសេរមុនហ្នឹងអញ្ចឹងឥឡូវយើងសាកoutput array នេះសិនមក array លេខ0យ៉ាអញ្ចឹងយើង run អញ្ចឹងដើម្បីឲ្យបានយើងប្រើ system clear មួយដើម្បី make sure ថាវាត្រូវបាន clear ចោលហើយអូខេអូខេនេះវាចេញលេខ2ដោយសារតែយើងលេខ0លេខ2នៅមុខអត់បញ្ហាអញ្ចឹងតម្លៃវាចេញអញ្ចឹងដើម្បីអាចធ្វើការ access ឃើញអញ្ចឹងបានយើងប្រើ for loop មួយមកបោះតម្លៃ i របស់យើងហើយយ៉ាងនេះវាមានចំនួន5ទៀតអញ្ចឹងយើងដាក់5ទៀតដែរមកអញ្ចឹងអ្នកត្រូវចាំនៅក្នុង C បបោក៏អាចដាក់ array ចេះ lang dynamic អញ្ចឹងឲ្យ dot lang ក៏ដាក់ចេះបានដែរណាបានទេយើងដាក់លេខ5មកហើយលេខពពងអញ្ចឹងតោះមកយើងមក for loop មួយទៀតដែលយើង j របស់យើងនេះឲ្យស្មើ0ដែរហើយ j របស់យើងនេះវាត្រូវតូចជាង5តែយើងត្រូវដកគេមួយចេញទីទៀតខ្ញុំនឹងបញ្យល់ថាអីមកដកមួយចេញឥឡូវយើងមើលកូននេះសិនមកហើយណាមកនេះក៏សិនបាននៃ array នៃ j របស់យើងនេះវាធំជាង array នៃ j បូក1យ៉ាចឹងយើងដាក់មក in thầm ហ្នឹងមានន័យថាកន្លែងពាក្យមិញដែលយើង store ទុកកុំឲ្យបន្តអាសន្នអញ្ចឹងទៅយ៉ាងហើយយើងបត់ពាក្យ thầm ហ្នឹងមកស្មើជាមួយនឹង array នៃ j យ៉ាហើយ array នៃ j របស់យើងស្មើជាមួយនឹង array នៃ j បូក4ហើយ array នៃ j បូក1ហ្នឹងឲ្យវាស្មើ thầm នឹងវិញយ៉ាអញ្ចឹងអានេះមិនក៏វាចេញអញ្ចឹងអូខេដល់ពេលចេញអញ្ចឹងហើយយើង output តម្លៃវាចេញមកហើយគឺមានន័យថា output ស៊ីសអញ្ចឹងយើងប្រើ for loop ដដែលមកដើម្បី render វាហើយស្មើ0 i តូចជាង5ហើយបបោអញ្ចឹងCR មកឲ្យយកការ array នៃតម្លៃ i ទាំងអស់គ្នាអូខេបែបហ្នឹងហើយយើងមកគ្រូមានទូបន្តិចសួរមើលអូខេនេះបើនិយាយទៅរូបមន្តរបស់យើងគឺមានតែប៉ុណ្្នឹងឯងវាអត់មានអីស្មុគស្មាញច្រើនទៅនិយាយថ្ងៃអីទេលក្ខណៈ Kernel ទៅវាមានរូបចំនួន2តង់អញ្ចឹងពេលខ្ញុំរ៉ាន់សាក់មើលទៅតើវាអាចរៀបពី1 2 3 4 5តាមលំដាប់អត់នេះចម្លើយគេនេះ1 2 3 4 5រៀបតាមលំដាប់ហ្មងអញ្ចឹងហើយនៅតានេះថា number ពីគេដាក់លេខចុះឥឡូវរ៉ាន់សាក់មើល
អូខេនេះយ៉ាងនេះគេថាយើង track line អញ្ចឹងឥឡូវយើងមើលនេះគេអ្នកលេខរបស់យើងវាតាមលំដាប់ល្អមែនតើនេះពី1ទៅដល់5ដែលយើងសតទីអានេះ2 3 5 4 1អញ្ចឹងទៅហើយអានេះគឺវារាប់នេះ1 2 3 4 5តែម្ដងអូខេ cool អញ្ចឹងវាដំណើរការបែបម៉េចកូដមួយហ្នឹងដំណើរការបែបថាដំបូងយើងប្រើ for loop របស់វាដើម្បី render វាអញ្ចឹងណាគេយ៉ាងនេះហើយយើងបោះតម្លៃ i មួយមកស្មើ0មានថាយើងត្រូវតាំងអាញាត់មួយយ៉ាយើង initialize វាតម្លៃ0ហើយយើងដាក់វាអា0នេះវាមកប្រៀបធៀបជាមួយនឹង5នេះមានន័យថាយើងដំណើរទៅកាន់ជួរ array មួយហ្មងនេះព្រោះជួរ array យើងមានទាំងអស់5ធាតុអញ្ចឹងយើងត្រូវដាក់លេខ5ដែរសួរថាបើយើងដាក់លេខលើសហ្នឹងដើរអត់ដើរ It's okay ឲ្យយើងបកកែដាក់សាក់ប៉ុន្មានក៏បានដែរដើរដូចគ្នាប៉ុន្តែវានៅចេញតែ5ហ្នឹងដែរចាយើងដាក់5ហ្នឹងដែរមកហើយ loop មួយទៀតវាថាអានេះគេហៅថាវាថាជា nested loop ចានេះ loop ទីតាំង nested loop nested loop នេះមានថា loop ដំណើរការត្រួតគ្នាពីរតង់អញ្ចឹងloop ទី1វាដំណើរការ5នេះម្ដង loop ទី2នេះវាដំណើរការអានេះផ្ដុតពី1ទៅដល់5ហ្នឹងហ្មងមានន័យថា loop ទី1ដំណើរការម្ដង loop ទី2ដំណើរការ5ដងយ៉ាអញ្ចឹងវាទៅ check លក្ខខណ្ឌនេះមើលថាអូ5ហ្នឹងវាដកចំនួនមួយធាតុចេញយ៉ាដកចំនួនមួយធាតុចេញអញ្ចឹងវាខ្វះដកចំនួនមួយធាតុចេញមក store ទុកនៅក្នុងធំនេះចឹងទៅបានគេមកប្រៀបធៀបនេះថាបើសិនបើ J របស់យើងនឹងវាធំជាងJ បូក1 J បូក1មានថាយកចំនួនហ្នឹងវាពុកថែមមួយវិញដើម្បីវាកើនឡើងអញ្ចឹងណាចុះបើយើងដាក់ហើយយើងត្រូវដកវាបោះវាទៅវិញទៅមកអញ្ចឹងទៅវាអាហ្នឹងទៅយើងត្រូវដកវាចំនួន1ចេញវាអត់ដកវា1ចេញទេវាមានបញ្ហាហើយជាងត្រូវ store ទៅក្នុងធំវាមកដាក់ថាធំហ្នឹងនៃ array នៃ J មួយនេះ J មួយហ្នឹងគឺតំណាងឲ្យធាតុនៃ array ចំនួន5ហ្នឹងដែលវាដំណើរការម្ដងដល់5ហ្មង render ហ្នឹងអានេះវាដើរម្ដងមួយអានេះវាលុបចំនួន5ដងវាអញ្ចឹងស្មើនឹង array នៃ J នេះ array នៃ J នេះស្មើនឹង array នៃ J បូក1អញ្ចឹងវាថាធាតុហ្នឹងវាបោះទៅបោះមកអញ្ចឹងចំនួនគ្នាអញ្ចឹងទៅ array នៃ J បូក1ស្មើចំនួនធំនឹងវិញអញ្ចឹងទៅធំហ្នឹងស្មើពាក្យថា temporary temporary វាថាបន្តអសន្នបន្តអសន្នអញ្ចឹងដំណើរការរបស់កូដយើងគឺមានតែប៉ុណ្្នឹងទេតាក់ទងជាមួយនឹង loop ហ្នឹងព្រោះវាជា nested loop ជាន់ loop អញ្ចឹងវាថាដំណើរការ loop នេះមួយតង់ដំណើរការនេះចំនួន5តង់ហើយវា check លក្ខខណ្ឌនេះមកអញ្ចឹងទៅអានេះគឺជារូបមន្តរបស់វា atom is នេះហើយអានេះមិនមែនជារូបមន្តទេដោយសារយើងអត់ផុតតម្លៃវាចេញមកក្រៅឯងពេលយើងសតហើយបើយើងអត់ដាក់វាអត់មានតម្លៃទៅបញ្ចេញមកក្រៅវាបាត់មកអត់មានតម្លៃទេគេថាវាធ្វើការងារហើយនៅក្នុងម៉ាស៊ីនរបស់យើងគាត់ថាវាត្រូវការយកអត់ផុតតម្លៃវាចេញក្រៅអូខេវាជាតម្លៃវាមើលច្បាស់ហ្នឹង1 2 3 4 5ដែលយើងយកចេញពី2 3 5 4 1អញ្ចឹងទៅយើងចង់ដាក់លេខប៉ុន្មានក៏បានដែរហ្នឹងអូខេខ្ញុំសង្ឃឹមថាតន់ដល់ចំណុចហ្នឹងអញ្ចឹងយើងទៅគ្រូខ្លីៗអញ្ចឹងណាឬក៏មួយទៀតយើងn store ចំនួន5នេះក៏បានដែរឬក៏អានេះយើងដូរមកដាក់ n ទេក៏បានn ចេះក៏បានហើយអានេះn ដក1ទេក៏បានដែរវានេះតម្លៃ n យកមកដូចគ្នាក្នុងពេលរ៉ានវាចេញមកវាចេញតម្លៃតែមួយទេនេះគេវាចេញតម្លៃតែមួយទេអញ្ចឹងក្នុងចំណោមstyle store 2នេះក៏បានហើយនិងstyle មិញនេះមួយណាក៏បានដែរនេះអាចទៅសេមួយណាក៏បានដែរអញ្ចឹងវីដេអូរបស់យើងគាត់ថាខ្លីៗត្រឹមហ្នឹងចុះតែតមួយណា array sort ព្រោះវាអត់មានអីច្រើនទេទៅរូបមន្តវាមានតែប៉ុណ្្នឹងយើងទៅសេមកឲ្យតែចាំដៃទៅហើយទៅដល់ណាវាត្រូវដកចំនួន1ហើយត្រូវវុកថែម1វិញមានន័យថាបើក្នុងកណ្ដាលវិជាវាយើងដកគេចំនួន1លេខយើងត្រូវថែមគេ1លេខវិញអញ្ចឹងបានវាស្មើគ្នាបើមិនអញ្ចឹងទេវាមានបញ្ហាអូខេឥឡូវ lesson មួយនេះគឺមានតែប៉ុណ្ណឹងទេឥឡូវខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងចុះបើ record ទៅម៉ោងជប់ជ្រៅដែរអូខេ